ពីលើយន្តហោះដោយមិនបានចុចកលឹះអញ្ចឹងឆាត់ក្តោបធ្លាក់មកមិនអីញោមមិនដែរហ្នឹងហើយមនុស្សដែលចិត្តទូលាយចេះបរិច្ចាគទានប្រៀបដូចជាលោតឆាត់ហើយចុចឲ្យវាលាយឲ្យធំទៅវាជួយយោងធ្លាក់មកមិនស្លាប់ទេអាត្មាឧទាហរណ៍អញ្ចេះតាមពិតធ្លាក់ដូចគ្នាប៉ុន្តែមួយស្លាប់មួយមិនស្លាប់អ្នកដែលលោតឆាត់មកមិនលាឆាត់ប្រកាសជាពេលដល់ដីត្រូវស្លាប់អ្នកដែលលោតហើយលាឆាត់ធ្លាក់ដូចគ្នាក៏ប៉ុន្តែមិនស្លាប់កន្លែងដល់ដីគឺជាឈ្មោះនៃការអស់ជីវិតទាំងអស់គ្នានឹងគ្រាន់តែឧទាហរណ៍ប៉ុន្តែសម្រាប់អ្នកលាឆាត់អាចដើរទៅមុខទៀតបាននៅសំដូចធម៌ដែលព្រះសម្មាសម្ពុទ្ធសម្ដែងថាអបមាតោអមតាំងបទាំងសេចក្តីមិនប្រមាទជាឈ្មោះនៃសេចក្តីមិនស្លាប់ទោះបីជារាងកាយបាត់បង់ទៅប៉ុន្តែឧត្តមគតិចំណេះដឹងនិងសេចក្តីល្អសពគ្រប់បែបយ៉ាងនៅរស់នៅជាមួយមនុស្សគ្រប់ជំនាន់នឹងដែលប្រៀបធៀបថាដូចជាអ្នកលោតឆាត់មកដល់ដីហើយអាចមានជីវិតដើរតទៅទៀតបានដោយឡែកមនុស្សទោះបីជាមានទ្រព្យសម្បត្តិខ្ពង់ខ្ពស់ច្រើនយ៉ាងណាក៏ដោយនៅពេលដែលអស់ជីវិតហើយគឺអ្វីៗត្រូវចប់ពីព្រោះអ្វីពីព្រោះមិនបានតម្កល់ទុកនៅរបស់របរទាំងអស់ហ្នឹងនៅក្នុងទីដែលគេគួររលឹករបស់ដែលគេគួររលឹកដូចជានៅក្នុងសាសនាដូចជាតម្កល់នៅក្នុងនឹងជាប្រយោជន៍ដល់ជនដទៃច្រើនទៀតសង្គមនឹងមានការតបស្នងចំពោះយើងនឹងហើយអានិសង្ឃគឺឃើញភ្លាមមិនចាំបាច់ដល់តែស្លាប់សិនទេដោយព្រះអង្គត្រាស់ជាមួយសីហសេនាបតីចឹងអ្នកធ្វើទានមានសេចក្តីក្លាហានត្រូវបានគេរាប់អានមិនអៀនមិនអន់ក្នុងចំណោមជនអីចឹងជាដើមបាទគឺមានចឹងហើយមានឧទាហរណ៍ច្រើនណាស់អ្នកបរិច្ចាគទានដូចជាសិទ្ធិស្អីនោះដែលគាត់ធ្វើ donation សម្រាប់ជនក្រីក្រសម្រាប់ស្អីឈ្មោះគាត់ល្បីប៉ុន្តែសិទ្ធិផ្សេងមានលុយច្រើនដែរអត់ធ្វើអត់ល្បីហ្នឹងហើយនឹងផ្នែកការឲ្យទានផ្នែកចំណេះដឹងក៏ដូចគ្នាដូចជាសម្ដេចព្រះសង្ឃរាជជួរតញ្ញាណោអីចឹងឈ្មោះជួនណាតឈ្មោះណាតច្រើនដែរតាមួយក៏មិនល្បីដូចលោកទៅណោះប៉ុន្តែបើយើងសិក្សាពីប្រវត្តិរបស់លោកសំតែល្បីចឹងមែនគួរតែត្រូវបានគេស្គាល់ចឹងមែនពីព្រោះលោកបានធ្វើបុព្វហេតុសម្រាប់អ្នកដទៃអញ្ចឹងកាលណាធ្វើបុព្វហេតុដើម្បីអ្នកដទៃនឹងចឹងនឹងតបស្នងមកវិញដូច្នេះខ្ញុំកណាអាត្មាភាពដែលចូលរួមអនុមោទនានៅកុសលចេតនារបស់ញាតិញោមនឹងចេះតែកោតសរសើរពីព្រោះមិនងាយសោះឡើយរឿងបុណ្យរឿងកុសលនេះគឺយើងឃើញធ្វើអញ្ចឹងដូចជាងាយប៉ុន្តែសម្រាប់អ្នកដែលមិនមានសទ្ធាជ្រះថ្លានឹងខ្លាចការឲ្យទានដោយគេខ្លាចពុះអសិរពិសចឹងប៉ុន្តែញាតិញោមលះបានប្រពន្ធនឹងលះបង់ពេលវេលាហើយថ្ងៃអាទិត្យចេះតាមធម្មតាគួរទៅដើរលេងឯនោះមែនទេណាទៅមើលឯណានៃប៉ុន្តែលះបង់សេចក្តីសុខផ្ទាល់ខ្លួនផងអញ្ជើញមកផងណានឹងគឺជាការងារដែលគួរអនុមោទនានិងសរសើរហើយទីវត្តអារាមហ្នឹងក៏ជាទីញ៉ាំងចិត្តឲ្យជ្រះថ្លានៅក្នុងសម័យនៃមហាកុសល